ចឹងសាលាខ្លះខ្ញុំនឹងចូលហ่ะបាទហើយមិនតែសាលាទេថ្ងៃមុនខ្ញុំប្រាប់អាយដាមឈៀងរ៉ាខ្ញុំថាតិចទៀតប្រាប់ខ្ញុំថាមណ្ឌលសុខភាពបញ្ជីឈ្មោះឲ្យប្រាប់ខ្ញុំបញ្ជីសុខភាពមណ្ឌលសុខភាពណាខ្លះពេលបងឯងស្រុកណាខ្លះដែលមួយឆ្នាំជាងនេះបានទំនើបកម្មតាមស្តង់ដារឲ្យឈ្មោះឲ្យខ្ញុំឲ្យឈ្មោះឲ្យខ្ញុំហើយមណ្ឌលសុខភាពណាខ្លះដែលអាចដំណើរការ24ម៉ោងលើ24ម៉ោងប្រាប់ឲ្យខ្ញុំអញ្ចឹងគាត់ធ្វើមកបញ្ជីឲ្យខ្ញុំអញ្ចឹងចាំមើលថ្ងៃណាមួយគឺថាម៉ោង9យប់ខ្ញុំនឹងហៅគាត់បញ្ជីឡានដើរទៅកន្លែងតាមួយព្រោះគាត់ថា24ម៉ោងអញ្ចឹងម៉ោង9យប់ក៏នៅក្នុង24ម៉ោងហ្នឹងដែរហើយចុះទៅពេលយប់ស្រួលទៅនិយាយជាមួយគាត់តែម្ដងព្រោះទៅថ្ងៃរំខានគាត់ព្យាបាលទៅអង្គុយមកឥឡូវថ្នាំយ៉ាងម៉េចល្អជាងមុនអត់ព្រោះតាមរបាយការណ៍មកថ្នាំតាមមណ្ឌលសុខភាពជាពិសេសថ្នាំលើសឈាមថ្នាំខ្ញុំឲ្យច្រើនវិនិយោគខ្លាំងតាំងពីខ្ញុំទៅសម្ពោធពេទ្យសម្ដេចតេជោនៅចុងឆ្នាំ2023ខ្ញុំថាទិសដៅយើងត្រូវបង្កើនទី1ឡាបរិមាណថ្នាំនិងគុណភាពថ្នាំផ្ដោតទៅលើដូចថ្នាំទូទៅទាំងអស់ឧបករណ៍បរិក្ខារហ្នឹងប៉ុន្តែដែលផ្ដោតខ្លាំងមួយទៀតគឺបរិមាណសម្រាប់ថ្នាំលើឈាមថ្នាំអីខែឆ្ងាយៗកុំឲ្យគាត់ពិបាកមកយកច្រើនដងកាលមុនយក5ថ្ងៃឥឡូវកន្លែងខ្លះយកបានមួយខែប្រជាពលរដ្ឋធ្វើដំណើរមកម្ដងយកបានមួយខែគាត់យកទៅហូបព្រោះជំងឺនឹងជំងឺរ៉ាំរ៉ៃត្រូវតែធ្វើអញ្ចឹងគាត់ថាបានហើយកន្លែងខ្លះខ្ញុំស្ដាប់ជាមួយលោកគ្រូអ្នកគ្រូពេទ្យដែលគាត់មកជួបខ្ញុំតន់ទៅចោលគាត់ថាដូចនៅបៃវែងមួយគាត់ថាឥឡូវប្រជាពលរដ្ឋមកកន្លែងគាត់យកថ្នាំនៅ clinic មួយចំនួនគាត់អត់សូវទៅយកទេថ្នាំចំនួនគាត់មកយកដោយសារគុណភាពអញ្ចឹងគឺប្រជាពលរដ្ឋទុកចិត្តចាំមើលខ្ញុំចោះទៅមើល